ហើយពុទ្ធបរិស័ទយើងដែលមានដំណងចង់ចូលរួមតាមប្រព័ន្ធទូរស័ព្ទអាចដើម្បីចូលរួមបាននៅលើនេះប្រព័ន្ធទូរស័ព្ទបានបើករួចជាស្រេចចាប់ទទួលពុទ្ធបរិស័ទយើងបាទហើយកុំឲ្យខាតពេលចាំសូមប្រកេនសំណួរនេះទៅគុំចាស់បងគ្រូបណ្ឌិតអុកសុវណ្ណដើម្បីបានចូលរួមបកស្រាយនៅចំណងរបស់ញោមបាសិកាដែលបានសាកសួរសូមអរគុណនិមន្តបើសំណួរនឹងល្អបើសួរជ្រៅបើនិយាយធေါ်ជ្រៅសួរជ្រៅសួរអ្នកណាបើថាតាមបរមត្ថធម៌មានខ្លួនយើងទេស្អីក៏មានដែរហើយក៏តើអ្នកណាដែលចាំបានសតិកំណត់ហ្នឹងតាមពិតអត់មានម្ចាស់ទេប៉ុន្តែសតិមានសតិកើតឡើងប្រកបប៉ុន្តែអ្នកមនុស្សអ្នកមានសតិអត់មានមនុស្សហ្នឹងនឹងអ្នកណាបើសតិធាតុរូបធាតុដីទឹកភ្លើងខ្យល់ទៅហើយនាមវត្ថុបើកើតព្រមដោយហេតុដោយបច្ច័យមិនមានជាតួខ្លួនប៉ុន្តែការកំណត់គឺសតិហ្នឹងជាអ្នកដឹងបញ្ញាជាអ្នកដឹងបាននិយាយថាផ្លូវដើរមានអ្នកដើរអត់មានហើយព្រះនិព្វានមានអ្នកសម្រេចនិព្វានអត់មាននឹងធေါ်ជ្រៅណាស់ធေါ်ហ្នឹងគឺថាសកម្មភាពដែលធ្វើនឹងដែលហេតុដោយបច្ច័យវាមានប៉ុន្តែអត់មានតួខ្លួនជាយើងជាគេទេគឺដឹងដោយសតិកំណត់ហ្នឹងដោយសតិកំណត់ហើយបញ្ញាកើតឡើងគឺដូចជាឥន្ទ្រី5ពលៈ5អញ្ចឹងគឺថាសតិនៅកណ្ដាលវិរិយៈហើយសមាធិហើយសទ្ធាហើយនឹងបញ្ញានៅជាមួយគ្នាជាសហចេតធម៌សតិនៅកណ្ដាលសតិហ្នឹងជាសម្រាប់កំណត់ប៉ុន្តែយើងសួរថាអ្នកណាដែលកំណត់អត់មានតាមបរមត្ថធម៌អត់មានទេប៉ុន្តែការសម្រេចមានអ្នកសម្រេចអត់មានហ្នឹងធំជ្រៅការសម្រេចពិតជាមានហើយយើងសម្រេចតាមអថង្គិកមៈមជ្ឈិមេបតិបទាហ្នឹងមិននិយាយតាមសតិប្បដ្ឋាន4ហ្នឹងសតិប្បដ្ឋាន4ក៏ដូចអថង្គិកមៈដែរហើយសិលសមាធិបញ្ញាមានទំនាក់ទំនងគ្នាដូច្នេះសរុបសេចក្តីហ្នឹងសំណួរហ្នឹងល្អគឺថាមានសតិមានប្រកបហើយបញ្ញាមានប្រកបប៉ុន្តែអ្នកណាអត់រម្ចាស់ឃើញទេប៉ុន្តែក្តីធ្វើចម្រើនយូរទៅអាចសម្រេចធម៌ជាន់ខ្ពស់ប៉ុណ្ណឹងសាធុសូមអរគុណបងចាស់បងគ្រូតាបណ្ឌិតអុកសុវណ្ណវិញនេះឃើញឧបាសិកាលើកដៃបន្តប៉ុន្តែក៏បាត់ទៅវិញបាទសូមអរគុណចំពោះការនិមន្តចូលរួមបកស្រាយហើយសូមជើញសារជាថ្មីមកពុទ្ធបរិស័ទយើងដែលមានបំណងចង់ចូលរួមព្រោះឥឡូវនេះពេលវេលាក៏ខាយខ្លីដែរហើយអញ្ចឹងសូមអញ្ជើញបាសិកាជាបន្តទៅណាដើម្បីបានចូលចាតាណាសូមថ្លែងបង្គំដល់កុំរេឌីយ៉ូជាពិសេសនឹងថ្លែងបង្គំទៅដៃគុណម្ចាស់តាបណ្ឌិតអុកសុវណ្ណតាណាសូមថ្លែងបង្គំដល់គុណគ្រប់ព្រះអង្គគ្នាផងដែរហើយនឹងបងប្អូនទាំងអស់គ្នានឹងថ្លែងបង្គំដែលគុណគ្រប់ព្រះអង្គនៅប្រទេសក្រៅនឹងជំរាបសួរនៅពេលនេះកណានឹងសំលឹកសំណួរមួយមកសួរទៅតាបណ្ឌិតអុកសុវណ្ណថាតើកណាចង់សួរថាតើឋានសូត្រថាតើតណ្ហានៅត្រង់ណាដែរដេចគុណសូមអរគុណសូមអរគុណសាធុអរគុណច្រើនបងឧបាសិកាដែលបានពុំបានចូលរួមសាកសួរទៅទៅនឹងតណ្ហានៅត្រង់ណាដែរបាទសូមប្រទានសំណួរទៅបងពុតាតែម្ដងព្រោះពេលវេលាយើងក៏ខាយខ្លីដែរហើយចាំសូមកាត់ទៅនឹងបងគ្រូតាជាបន្តទៅណាតណ្ហានៅចិត្តតកតងចិត្តដដែលហ្នឹងប្រភេទចិត្តមាន4ប្រភេទទាំងពីកាមាវចរចិត្តរូបាវចរចិត្តអរូបាវចរចិត្តនិងលោកុត្តរចិត្តហើយតណ្ហានៅក្នុងចិត្តទៅវាលែងប្រះនិព្វាននេះវាអស់តណ្ហាដូច្នេះទោះបីចិត្តជាទូបរមត្ថធម៌មិនមែនជារបស់ខ្លួនក៏ដោយប៉ុន្តែវានៅចិត្តតកតងចិត្តហ្នឹងហើយអញ្ចឹងបានតែលះតណ្ហាដោយសមុទយសាច់ក្នុងអរិយសាច់4នោះលះ
ដោយចម្រើនវិបស្សនាទៅឃើញទោសក្នុងខណ្ឌ5ឃើញទោសទៅមនុស្សនឿយណាយទៅកំចាត់ចេញបានដូច្នេះសរុបសេចក្តីថាតណ្ហានៅក្នុងចិត្តសាធុសូមអរគុណឥឡូវនេះអាចទទួលពុទ្ធបរិស័ទយើងបានមួយរូបទៀតពុទ្ធបរិស័ទដែលមានចំណងអាចចេញចូលរួមបានកុំទៅគេព្រោះមានបំណងចង់ចូលរួមសាកសួរជាសំណួរតែណាអាចដើម្បីមុននឹងចេញចូលរួមបានក្នុងឱកាសនេះគឺពុទ្ធបរិស័ទកំពុងតែតាមដានស្ដាប់នៅការផ្សាយបន្តផ្ទាល់នៅកម្មវិធីសាមគ្គីធម៌ CBP ដែលផ្សាយចេញអំពីស្ថានីយវិទ្យុចំនួន2គឺវិទ្យុតាមគីFM 107 MHz និងវិទ្យុយើងហើយរាជធានីភ្នំពេញគឺ106.75គណៈហើយឥឡូវនេះឃើញថាពុទ្ធបរិស័ទក៏មិនបានចេញចូលរួមទេហើយពេលវេលារបស់យើងក៏